បងប្អូនប្រកាន់អត់បើខ្ញុំចង់ហៅពុកម៉ែបងប្អូនម្លេងផ្ទះតែតែបើខ្ញុំនឹងគឺបានចិត្តហើយប្រហែលជាកន្លះខែទៀតគឺដាក់ទ្វារដាក់កញ្ចក់ហាក់អស់ហើយចង់ហៅពុកម៉ែបងប្អូនមកចូលកម្មវិធីផ្ទះខ្ញុំនេះបងប្អូនគិតមិនដែរបងប្អូនប្រកាន់អត់ពួកខ្ញុំឃើញបងប្អូនស្រឡាញ់ហាក់អាណិតគ្រូសាខ្ញុំច្រើនមែនតើពុកម៉ែបងប្អូនពេញចិត្តពួកខ្ញុំនៃការខំប្រឹងពេលខ្ញុំធ្វើគេរយៈពេលបានមួយឆ្នាំហើយក៏ខ្ញុំបានផ្ទះផងដែរសម្រាប់ការធ្វើផ្ទះហ្នឹងក៏មានការពិបាកដែរមិនអត់ពិបាកទេបងប្អូនធ្វើផ្ទះហើយក៏ខ្ញុំនៅខំប្រឹងធ្វើការអូស៊ីជាងនឹងដែរដោយសារតែយើងធ្វើផ្ទះមួយគឺយើងតែមានបន្ទុកមួយឯងសម្រាប់បងប្អូនដែលគាត់ធ្វើផ្ទះគឺគាត់ដឹងខ្ញុំជាដើមអញ្ចឹងបើខ្ញុំធ្វើផ្ទះហើយក៏ខ្ញុំមានបន្ទុកមួយដែរអញ្ចឹងក៏ខ្ញុំត្រូវតែព្យាយាមខំប្រឹងរលុយហើយសួរថាខ្ញុំត្អូញត្អែងជាមួយនឹងជីវិតខ្ញុំមកគឺខ្ញុំអត់ត្អូញត្អែងជាមួយនឹងជីវិតខ្ញុំទេខ្ញុំធ្វើការកន្លែងណាខ្ញុំដួលកន្លែងណាខ្ញុំងើបកន្លែងហ្នឹងបងប្អូនក៏មានបងប្អូនជាច្រើនដែលគាត់ថាធ្វើផ្ទះហើយទិញឡានជិះទៅអូនឲ្យដប់កូនបាន4អញ្ចឹងខ្ញុំប្រាប់ពុកម៉ែបងប្អូនថាចិត្តខ្ញុំក៏វាចង់បានដែរប៉ុន្តែចិត្តខ្ញុំគឺវាចង់អត់ទេដោយសារថ្ងៃហ្នឹងខ្ញុំធ្វើផ្ទះគេក៏ខ្ញុំនៅជាប់គេដែរចាំតែខ្ញុំខំប្រឹងព្យាយាមរលុយឲ្យបានច្រើនអញ្ចឹងណាដើម្បីខ្ញុំដោះឲ្យអស់ហើយសម័យរឿងដែលយើងអនាគតទៅមុខទៀតខ្ញុំអញ្ចឹងខ្ញុំមានបណ្ណាក៏ខ្ញុំប្រាប់ប៉ុណ្ណឹងខ្ញុំអត់មានដែរខ្ញុំមានបណ្នេះហើយខ្ញុំទៅប្រាប់គេថាខ្ញុំមានប៉ុណ្ណោះទេតែតែយើងហៅយើងគុំកុហកគេហើយយើងគុំរបៀបថាយើងគុំនិយាយលើសអីដែលលើសសមត្ថភាពរបស់យើងថ្ងៃអញ្ចឹងខ្ញុំប្រាប់ពុកម៉ែបងប្អូនថាខ្ញុំពិបាកណាស់ហើយផ្ទះខ្ញុំរងថ្ងៃហ្នឹងក៏ខ្ញុំខំប្រឹងណាស់ដែរប៉ុន្តែផ្ទះខ្ញុំមកបងប្អូនខ្ញុំនិយាយអារម្មណ៍ពិតខ្ញុំគិតថាអត់ហើយទេតាបងប្អូនតែអត់ទេគឺវាហួសការស្មានរបស់ខ្ញុំគឺខ្ញុំបានសម្រេចចិត្តរឿងមួយហើយផ្ទះខ្ញុំក៏បានហើយផងដែរហើយខ្ញុំក៏អរគុណពុកម៉ែបងប្អូនតែតែជូនពរអាណិតគ្រូសាខ្ញុំទៅធ្វើការណាក៏ដោយបងប្អូនយើងតែមានភាពស្មោះត្រង់ជាមួយនឹងមនុស្សដែលគាត់បានជួយយើងហើយយើងរៀនទទួលស្គាល់ការប៉ັດហើយយើងនិយាយអីដែលជាការប៉ັດនេះតើអត់គ្នាកន្លែងណាដែលគេអត់ពេញចិត្តយើងគេអត់ឲ្យតម្លៃយើងក៏មិនបាច់ខ្វល់ដែរតែលើโลกនេះគ្មានអ្នកណាគេស្រឡាញ់យើងហើយនឹងល្អជាងយើងក្រៅពីគ្រូសាយើងទេចង់ប្រាប់បងប្អូនដែលគាត់ពិបាកមួយចំនួនគាត់ត្រូវតែព្យាយាមដើរទៅមុខទៀតណាខ្វល់ពីសម្ដីគេហើយកុំគិតច្រើនពីសម្ដីរបស់គេសម្ដីគេវាអត់មានន័យសម្រាប់យើងបើសម្ដីនិយាយចេញមកវិជ្ជមានយើងបាច់គិតទេបងប្អូនតែបើសម្ដីចេញមកគឺជូនពរយើងលើកទឹកចិត្តយើងគាត់ស្រឡាញ់អាណិតយើងអានឹងយើងទទួលយកអស់ពីចិត្តតែបើពាក្យសម្ដីដែលគេរិះគន់រឿងឬក៏គេនិយាយអាក្រក់ពីយើងបាច់ខ្វល់ទេរយៈមុនណាដូចមានបងក៏សួរច្រើនមែនតើបងហើយលេមកចូលសេរីចាបើយើងមានស្តុកវិញដោះលើទីផ្សារបានអត់ហើយខ្ញុំអាចទិញពីបងអីបានលេមកចូលសេរីចាបើយើងគឺមានស្តុកវិញហើយក៏មាននៅលើទីផ្សារហើយក៏មានកន្លែងខ្ញុំបងចង់បានគាត់អាចឆាមកស៊ូព័ត៌មានក៏បានដែរថាប្រយ័ត្នរបស់គេហ្នឹងមួយគុណជា2ល្អជាងសេរីមុនទេនេះគឺយើងអាប់ដេតរងចាក់តអស់គ្នាហើយសម្រាប់លេមកចូលសេរីចាបើយើងហ្នឹងចូលសាមនេះគឺព្រីមៀមខ្លាំងមែនតើមកខ្លាំងមែនតើសម្រាប់បងដែលគាត់មានមុនជាប់ស្ដាំតសៃក្រហមបែកក៏រួយជីពិសេសមុខដែលគាត់មុនខ្ទុំមុនដែលព្យាបាលជាផ្សេងមុខដែលគាត់អាឡែស៊ីមុខដែលគាត់ធ្លាប់ប្រើជាស្តេរ៉ុយពីមុនមកគាត់ចង់បដូរមកប្រើជាពួកលេដែលព្យាបាលមកគាត់អាចជឿរើជាមួយនឹងលេមកចូលសេរីចាបើយើងតអស់គ្នាសរោមជាមួយនឹងណៃគ្រីមពណ៌ទឹកសមុទ្របែបនេះផលទៅលើស្បែកមុខរបស់យើងគោឡើងចង់ក្លោមកខ្ញុំចង់ប្រាប់បងប្អូនពីពួកលេឃ្លៀកមកចូលក៏មានបងសួរខ្ញុំច្រើនដែរបងហើយតែយើងធំក្លិនឃ្លៀកឲ្យផ្សារឃ្លៀកឲ្យយើងធំតាំងពីតូចមករឿងកំមុំពេញហ្នឹងហើយប៉ុន្តែនៅតែធំក្លិននៅតែឆ្អេះឆ្អែមអញ្ចឹងណាពិសេសមនុស្សស្រីរបស់យើងទាំងអស់គ្នាបើឃ្លៀកចេញមកគឺធំក្លិនអាក្រក់គឺអត់សូវមានទំនុកចិត្តទេគាត់ទៅណាមុខណាឬគាត់ទៅជួបអ្នកណាពេលគាត់លើកឃ្លៀកលើកអីអញ្ចឹងគឺវាធំក្លិនអាក្រក់សម្រាប់គេខ្លាំងមែនតើ